ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមមកបង្ហាញអំពីការធ្វើជ្រក់ត្រសក់ស្រូវតាមបែបលក្ខណៈគ្រួសារអញ្ចឹងការធ្វើជ្រក់ត្រសក់ស្រូវនេះគឺនៅលើទីផ្សារគឺយើងមានលក់ច្រើននៅតាមផ្សារប៉ុន្តែរសជាតិចង់បានរសជាតិដែលស្រួយឆ្ងាញ់ហើយទុកបានយូរគឺអាចមើលវីដេអូនេះបានដោយសារតែតិចនិចនេះគឺជាតិចនិចប្រចាំតកូលតែម្ដងអញ្ចឹងវិធីធ្វើគឺយើងត្រូវការត្រសក់ស្រូវក្តឹបទៅយើងយកអាក្តឹបទូចៗប្រហែលជា1គីឡូទេដោយសារថ្ងៃហ្នឹងគឺទៅផ្សារគឺទិញបានក្តឹបល្អហ្នឹងយើងរើសបានតែ1គីឡូទេអញ្ចឹងយើងយកមកកាត់ក្បាលកាត់កតុយវាហើយយើងដាក់លាងទឹកទៅហើយតាក់ទងនឹងក្តឹបត្រសក់នេះបើសិនជាយើងយកប៉ះត្រសក់ស្រូវធំគឺយើងធ្វើអត់ឆ្ងាញ់ដែរអញ្ចឹងបើសិនជាបានក្តឹបទូចប៉ិនម្រាមដៃដូចក្នុងរូបដែលបានបង្ហាញហ្នឹងគឺត្រសក់យើងគឺធានាថាស្រួយឆ្ងាញ់តែម្ដងហើយពេលដែលយើងចាត់ហើយគឺយើងអាចពុះវាជា2ហើយសម្រាប់ត្រសក់ណាដែលវាមានគ្រាប់រាងធំយើងឆ្កឹះគ្រាប់វាចេញដូចក្នុងរូបដែលខ្ញុំបានបង្ហាញនឹងដើម្បីកុំឲ្យពេលដែលយើងធ្វើជ្រក់ទៅគឺត្រសក់យើងអត់សូវស្រួយល្អទេអញ្ចឹងបន្ទាប់ពីយើងលាងសម្រស់ទឹកបានស្អាតហើយគឺយើងចាប់ផ្ដើមទុកត្រសក់យើងមួយឡែកហើយយើងមកធ្វើទឹកត្រាំតែម្ដងអញ្ចឹងក្នុងការធ្វើទឹកត្រាំនេះគឺខ្ញុំប្រើស្ករសចំនួន2វែកបន្ទាប់មកយើងប្រើអំបិល4ស្លាបព្រាកាហ្វេហ្នឹងបន្ទាប់មកទៀតគឺយើងត្រូវការប៊ីចេងយើងដាក់ក៏បានមិនដាក់ក៏បានយើងប្រើតែប៊ីចេងប្រើតែ1ស្លាបព្រាកាហ្វេទេដោយសារទឹកនេះគឺយើងត្រាំឲ្យវាជូរហើយអស់ជាតិហាងត្រសក់គឺយើងចាក់ចោលហើយយើងត្រូវការធ្វើទឹកត្រាំម្ដងទៀតណាអញ្ចឹងពេលដែលយើងកូរគ្រឿងផ្សំហ្នឹងនៅលើភ្លើងឲ្យបានសព្វហើយយើងចាក់ទឹកប្រហែលជា1លីត្រចូលហើយយើងអាចត្រាំដាំវាឲ្យពុះបន្តិចទុកឲ្យត្រជាក់យើងយកមកត្រាំក្នុងត្រសក់របស់យើងដែលយើងលាងសម្អាតហើយដាក់ក្នុងកែវជ័រឬក៏កែវថ្មក៏បានដែរប៉ុន្តែពេលត្រាំគឺកុំយកទឹកនឹងក្តៅទុកឲ្យទឹកនឹងត្រជាក់សិនចាំយើងចាក់ត្រាំអញ្ចឹងបន្ទាប់ពីយើងត្រាំហ្នឹងយើងប្រើពេលប្រហែលជា2យប់ពេលដែលយើងបើកមកត្រសក់យើងគឺចាប់ផ្ដើមឡើងពណ៌រាងក្រហមបើន័យថាយើងប្រែសម្បុរពីខៀវមកក្រហមគឺបើន័យថាត្រសក់យើងជូរហើយអញ្ចឹងពេលដែលឃើញបែបហ្នឹងគឺយើងត្រូវចាក់ត្រសក់យើងមកក្នុងចានដែកមកដើម្បីយើងលាងសម្អាតចេញម្សៅទៀតដើម្បីយកត្រសក់យើងមកត្រាំម្សៅទៀតអញ្ចឹងវគ្គទី2នេះគឺយើងអាចញ៉ាំបានហើយអញ្ចឹងពេលដែលចាក់ហើយទឹកហ្នឹងគឺយើងចាក់ចោលហើយយើងអាចលាងយកទឹកស្អាតមកលាងត្រសក់នឹងចេញម្សៅទៀតដើម្បីឲ្យអស់ជាតិរំអិលឬក៏ជាតិជូរដែលយើងបានត្រាំហ្នឹងណាអញ្ចឹងបងប្អូនអាចមើលនៅក្នុងវីដេអូនឹងបានដោយសារតការធ្វើរបស់ខ្ញុំគឺអាចប្រហែលជាបងប្អូនខ្លះគិតថាអត់ធ្លាប់ឃើញពីមុនមកដោយសារយើងត្រាំតែម្ដងគឺយកទៅលក់ឬក៏អាចយកទៅញ៉ាំបានណាអញ្ចឹងវគ្គទី2នេះបន្ទាប់ពីយើងលាងត្រសក់ហើយយើងដាក់គ្រឿងផ្សំម្ដងទៀតដើម្បីដាំទឹកយើងប្រើមានម្សៅស៊ុបមាន់ប៊ីចេងហើយយើងអាចប្រើជាមួយស្ករសឬក៏អាចលេជាមួយស្ករត្នោតក៏បានដែរដោយសារតបើសិនជាបងប្អូនអត់មានស្ករត្នោតទេយើងអាចប្រើស្ករសជំនួសបានណាហើយសម្រាប់វគ្គ2នេះគឺគ្រឿងផ្សំបងប្អូនអាចដាក់តាមចំណូលចិត្តរបស់បងប្អូនបាននៅពេលដែលយើងប្រើគ្រឿងផ្សំដាំទឹកហ្នឹងយើងអាចដាក់ភ្លក់រសជាតិតាមចំណូលចិត្តដែលយើងចង់បានអញ្ចឹងក្នុងនេះវគ្គទី1គឺយើងអត់ប្រើទឹកត្រីទេប៉ុន្តែវគ្គ2យើងមានប្រើទឹកត្រីហើយស្ករត្នោតបន្ទាប់មកយើងដាក់ទឹកសាបរបស់យើងប្រហែលជាកន្លះលីត្រអញ្ចឹងយើងដាក់គ្រឿងផ្សំទាំងអស់ហ្នឹងដាំក្នុងទឹកហ្នឹងឲ្យបានពុះហើយយើងទុកឲ្យវាត្រជាក់យើងអាចយកមកត្រាំត្រសក់យើងជាវគ្គទី2បានហើយវគ្គ2នេះគឺរសជាតិសូមបញ្ជាក់គឺតាមចំណូលចិត្តរបស់បងប្អូនអាចចូលចិត្តរសជាតិបែបណាដែលយើងចូលចិត្តញ៉ាំប៉ុណ្ណាយើងភ្លក់មើលគ្រឿងរបស់យើងណាបើសិនជាស្ទើឬក៏អីយើងភ្លក់តាមនឹងហើយយើងថែមថយគ្រឿងតាមរសជាតិដែលយើងចូលចិត្តនៅពេលដែលជ្រក់ត្រសក់យើងញ៉ាំបានគឺបានរសជាតិដែលយើងចង់បានអញ្ចឹងអ្នកខ្លះគាត់អត់សូវចូលចិត្តផ្អែមគាត់អាចបន្ថយស្ករអីបានដោយសារតរសជាតិដែលខ្ញុំធ្វើនេះគឺសម្រាប់តម្រូវតាមគ្រួសាររបស់ខ្ញុំដែលគាត់ចូលចិត្តអញ្ចឹងអ្នកផ្ទះខ្ញុំក៏ចូលចិត្តរសជាតិដិតអញ្ចឹងគ្រឿងផ្សំដែលខ្ញុំបានបង្ហាញនេះគឺខ្ញុំប្រើរាងដិតបន្តិចដោយសារពេលដែលយើងដាក់គ្រឿងពីមុនមកពេលដែលភ្លក់ទៅវារាងសាបបន្តិចទៅខាងខ្ញុំថែមអំបិលថែមចឹងបន្ទាប់ពីយើងកូរគ្រឿងហើយយើងទុកទឹករបស់យើងឲ្យត្រជាក់ដូចវាមុនអញ្ចឹងហើយយើងចាប់ផ្ដើមមករៀបត្រសក់របស់យើងដាក់ក្នុងប្រអប់អញ្ចឹងវីដេអូនេះដោយសារតធ្វើរយៈពេលយូរអញ្ចឹងពេលខ្លះធ្វើតាំងពីមេឃ
នៅភ្លឺរហូតដល់ពេលយប់ទៅហើយអញ្ចឹងពេលដែលយើងចាប់ផ្ដើមរៀបទៅសក់រៀបអីដាក់ចូលប្រអប់ដើម្បីយើងដាក់ត្រាំហ្នឹងគឺមេឃល្ងឹតហើយអញ្ចឹងវីដេអូគឺមើលទៅអត់សូវឃើញច្បាស់ហ្មងទេអញ្ចឹងក្នុងនេះអត់មានអីច្រើនទេគឺយើងឲ្យតែយើងរៀបទៅសក់នឹងដាក់ក្នុងប្រអប់នឹងរួចបន្ថែមអាចមានជាខ្ទឹមសឬក៏ខ្ទឹមក្រហមម្ទេសទៅតាមចំណង់ចំណូលចិត្តណាគឺយើងដាក់ចិត្តដាក់ជាមួយនឹងទឹកសក់របស់យើងអញ្ចឹងក្នុងនេះខ្ញុំមានម្ទេសហិលហ្នឹងបន្តិចហើយខ្ទឹមសនិងខ្ទឹមក្រហមយើងចិតជាចំណិតស្ដើងហ្នឹងមកយើងដាក់ច្របល់លាយជាមួយទឹកសក់របស់យើងដែលយើងបានលាងសម្អាតហើយនឹងបន្ទាប់មកទៀតយើងបន្ទាប់ពីទឹកស្ងោររបស់យើងហ្នឹងទឹកគ្រឿងរបស់យើងបានត្រជាក់ហើយយើងយកទឹកហ្នឹងមកដាក់ចាក់ត្រាំទៅលើទឹកសក់របស់យើងជាលើកទី2អញ្ចឹងវគ្គនេះពេលដែលយើងធ្វើរួចគឺយើងអត់ទុកនៅក្រៅទេគឺយើងយកទៅដាក់នៅក្នុងទូទឹកកកអាចរក្សាទុកប្រហែលជា3ទៅ5ថ្ងៃគឺយើងអាចញ៉ាំបានហើយដើម្បីឲ្យទឹកសក់យើងវាចូលជាតិជាមួយទឹកគ្រឿងហើយខ្ទឹមម្ទេសរបស់យើងក៏វាចេញជាតិជាមួយនឹងទឹកដែលយើងបានដាំអញ្ចឹងបន្ទាប់ពីធ្វើហើយហ្នឹងគឺខ្ញុំបានយកទៅដាក់នៅក្នុងទូទឹកកករក្សាទុកប្រហែលជាអាចរយៈពេល3ថ្ងៃឬក៏5ថ្ងៃក្រោយគឺយើងអាចយកទឹកសក់ហ្នឹងមកញ៉ាំបានហើយចាឥឡូវហ្នឹងគឺជ្រក់ទឹកសក់យើងគឺបានធ្វើរយៈពេល5ថ្ងៃហើយគឺយើងចាប់ផ្ដើមអាចយកជ្រក់ហ្នឹងមកញ៉ាំបានអញ្ចឹងសម្រាប់ជ្រក់ទឹកសក់នេះដែរគឺយើងអាចញ៉ាំជាមួយត្រីអាំងបើសិនជាយើងមានសាច់គោងៀតឬក៏ងៀតកបីអីគឺកាន់តែត្រូវគ្នាមែនទែនដោយសារតើជ្រក់សក់ហ្នឹងគឺត្រូវគ្នាជាមួយងៀតគោងៀតកបីខ្លាំងមែនទែនតែបើយើងអត់មានទេយើងអាចញ៉ាំជាមួយត្រីអាំងឬក៏សាច់ជ្រូកអាំងក៏បានដែរដោយសារតើជ្រក់សក់យើងគឺមានរសជាតិស្រួយហើយយើងអាចរក្សាទុកក្នុងទូទឹកកកបានរហូតដល់រាប់ខែអត់ខូចទេដូចរូបគឺដូចក្នុងវីដេអូដែលបានឃើញគឺនៅតែស្រស់អញ្ចឹងតែម្ដងចាអរគុណច្រើនសម្រាប់ការតាមដានវីដេអូ